ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាមុនបាទអឋានជាសេមាដៃពុកម៉ែបងប្អូនណាសម្រាប់ការពារអន្តរាយផ្សេងដែលកើតឡើងជាយថាហេតុមានសង្គ្រាមមានបុណ្យខ្មៅបៀតបៀនមានអមនុស្សបៀតបៀនឬក៏មានសត្វកាចសាហាវណាដែលចង់បៀតបៀនយើងពុកម៉ែបងប្អូនណាហ្នឹងហើយមុនគេថានេះគឺយើងសេកដាក់ជាមួយនឹងដុំដីឬក៏ដុំថ្មយើងយកទៅដាក់នៅ8ទិសគឺយើងដាក់ពីឆ្វេងមកស្ដាំពុកម៉ែបងប្អូនណាហើយឬក៏យើងសេកជាមួយនឹងអំបោះសម្រាប់ចងសីមានៅកន្លែងណាមួយដែលយើងគិតថាសំខាន់ពុកម៉ែបងប្អូនណាហ្នឹងហើយមុននឹងសូត្រនៅគាថានេះគឺយើងសូត្រនៅនមោពុទ្ធិយសទ្ធិចំនួន3ចប់យើងសូត្រគាថានេះចំនួន7ចប់ពុកម៉ែបងប្អូនណាយើងសូត្រថាយៈថាំងដាសង្វារារាំងគុណឪពុកគុណគ្រូពុតយ៉ាងពុតអឋានសេមាយៈយ៉ាងខហអមៈឧកាព្រះនាងកង្ហិញព្រះធរណីគុណ8ទិសចុះរក្សាអិតិស្វាហៈ